ជាប្រធានក្រុមហ៊ុនតួស្រីគឺជាអ្នកទៅសេសាច់រឿងរបស់យើងប្រហែលជាវាឃ្លានហើយគួរឲ្យខ្លាចព្រោះជំនួយការដាក់ស្មាតរត់មិនអស់តិចទេគឺជាតួប្រាស់កុំតាន់អាននេះលោកជាអ្នកណាប្រមាណតែក្នុងលោកអៀងជាប្រាស់ចិត្តចាប់ផ្ដើមហើយក៏បោះបង់ខ្ញុំអារម្មណ៍ហើយស្ដាយក្រោយណាថាលោកអ្នករបស់លោកប្រធានហើយគឺជាអ្នកសរសេរព័ត៌មានកំពុងតែរកប្រធានបទសរសេរប្រធានក្រុមហ៊ុនណាក៏អត់សំណាញ់ចាំទេក្រុមហ៊ុនជាប្រាស្រ័យប្រាស់ជប់តែធ្វើការហើយតែគាត់អាចឬសម្រាប់យ៉ាងម៉េចដូចជាមិនសមហេតុផលសោះមិនគួរឲ្យជឿទេរឿងនេះដូចជាចំណងដែរគាត់តែនឹងសរសេរពីប្រធានក្រុមហ៊ុនចាំតែមើលទៅលោកប្រធានលោកប្រធានប្រធានក្រុមហ៊ុនឈឿនប្រធានអ្នកដែលធ្វើឲ្យបាច់ត្រីសារព័ត៌មានក្រុមហ៊ុនរបស់យើងហើយនៅប្រធានរកឃើញហើយក្រុមហ៊ុនប្រធានផ្នែកនេសាទយកមេតបលនៅក្នុងសមុទ្រឆ្នាំសំណប់ចិត្តរបស់យើងច្បាស់ជាចូលចិត្តណាស់ដល់ពេលឲ្យបានកុំឲ្យរੂបានហើយលោកប្រធានខ្ញុំគ្រាន់តែថាខ្ញុំមិនអាចទុកអារម្មណ៍ខ្លួនឯងតែចង់ស្រកទៅផ្នែកដល់ពេលដែលឃើញលោកថាខ្ញុំអាចនៅណានឹងព្រះអើយមិនក៏ទៅជាឯនេះគេប្រកាសជាចាប់ខ្ញុំមិនកាន់ទេមកពូនទីនេះទៀតឯងចាប់ចេញមកព្រាមគិតថាគិតរួចខ្លួនឯងដូចជាមិនស្រួលទេហ៊ានធ្វើគិញសម្ងាត់តែមិនហ៊ានទទួលស្គាល់ចង់មិនក៏ទៅជាទីអន់សម្រួលឬក៏យើងចិត្តកាយ កុំតន់អាគឺជាអ្នកណាចាប់ដោយសារតែខ្ញុំមិនដឹងធ្វើជាភ្ញៀវទៅខ្ញុំគិតមកជួបនេះមិនមែនជាថាគេគឺជាប្រធានក្រុមហ៊ុនសាលាខាងណាពូកែនឹងឈួតអំណាចដែលអាចដឹកនាំក្រុមហ៊ុនឲ្យបានជឿនលឿនបានជាពិសេសស្រីខ្លាំងបិសាចកំណាត់តែមកជួបតលើពីការនិយាយចាចេញមកព្រះអើយនេះខ្ញុំរអត់ដល់ហើយប្រធានលោកប្រធានយ៉ាងម៉េចហើយជាសំណាងស្អីនឹងរបស់ខ្ញុំព្រះអើយហើយរបស់លោកប្រធានចូលមកទៅខ្ញុំក្នុងសំណាងមកចាំស្នាក់នៅបន្ទប់ទឹកតែបែរជាត្រូវគេចាប់បានមុនព្រះអើយព្រមរើយើងដល់អីណាចាប់ក្របវិញតើលោកមិនអីទេប្រធានតើលោកមិនអីទេយើងមិនអីទេមិនមែនគេនៅតែដេញដោលរឿងដែលខ្ញុំមិនដឹងចូលក្នុងមកណាឯងគឺជាខ្ញុំសមនហើយតែសមននៅក្មេងប្រំបាញ់នៅនេះជាក្មេងប្រុសហ៎ជាមនុស្សអំបញ្ញមិញនេះបេះដូងរបស់ខ្ញុំលូតខុសធម្មតាធានលោកជាចំណុចការទី3ដែរលីឈប់នៅក្នុងខែនេះហើយមិនតិចទេជាង40នាក់តែដែលបានលាឈប់ព្រមទទួលចំណុចការស្រីហើយក៏មិនចូលចិត្តមនុស្សដែលនិយាយច្រើនពេលនេះបុគ្គលិកប្រុសៗនៅក្នុងក្រុមហ៊ុនកាន់តែច្រើនទន្ទឹមនឹងការសង្ស័យសាធារណជនកាន់តែខ្លាំងឡើងហើយហើយឈឺក្បាលណាស់លើសង្ស័យអីទៅថាលោកមានភេទមិនប្រក្រតីឬអត់ហើយគេនៅក្នុងថាលោកចូលចិត្តមនុស្សប្រុសណាយើងចូលចិត្តមនុស្សប្រុសឬអ្នកណានិយាយផ្ដេសផ្ដាស់ទុកឲ្យយើងទៅហែកមាត់វាជាដំណឹងល្អនៅថ្ងៃនេះមានចំនួនការថ្មីចូលមកណែនាំដោយ Heaven Han សំណប់ចិត្តនេះគឺជាហានណាមិនក៏មកគួរស្រឡាញ់ចង់ណែនាំដល់លោកប្រធានគេណែនាំមកតែខ្ញុំមិនចង់បានទេពេលហើយខ្ញុំបានអានប្រវត្តិរូបរបស់គេរួចហើយដែរហើយក៏បានឲ្យគេចូលមកធ្វើការ